រយៈពេល100ឆ្នាំប៉ុណ្ណោះប្រទេសចិនខ្ញុំបានផ្លាស់ប្ដូរច្រើនណាស់ឡាននេះល្អចាប់ផ្ដើមនឹងឈប់យ៉ាងរលូនដូនតានេះជាទូរស័ព្ទដៃទូរស័ព្ទដៃឈីវាងឪពុកឯងឲ្យឯងនៅផ្ទះចាស់អ្នកណាឲ្យឯងមកវិញបងប្រុសយកស្ត្រីប្រុសម្នាក់នេះមកពីណាស្រីម្នាក់នេះស្អាតណាស់គាត់ជាមិត្តចាស់របស់តាទូតខ្ញុំបាននាំគាត់មកជួបតាទូតយើងអាយុ120ឆ្នាំមិនគួរមានមិត្តចាស់ក្មេងបែបនេះទេកុហកមិនសមនោះទេបងកុហកដូចមិនសមសោះឈីវាងជីតារបស់ឯងជិតស្លាប់ហើយត្រូវបាននាំមកពីមន្ទីរពេទ្យវិញសម្រាប់ពិធីបុណ្យសពរបស់គាត់ឥឡូវនេះខ្ញុំទទួលបន្ទុកគ្រូសាឈីតាទូតបានចាកចេញទៅហើយផ្ទះនេះជារបស់ម្ដាយខ្ញុំនឹងរងចាំមើលបងត្រូវគេដេញដូចជាឆ្កែមួយក្បាលអញ្ចឹងឯងស្រីស្អាតអូនគួរតែនៅជាមួយបងល្អជាងនៅជាមួយគេតែកំភ្លៀងកុំឲ្យចេះតែនិយាយម៉ាក់គាត់ហ៊ានវាយខ្ញុំឈឺវាងឯងហ៊ានវាយប្អូនប្រុសរបស់ឯងមែនទេនាងនិយាយច្រើនពេកហើយដូនតានេះជាស្រីកំណាន់ដែលឪពុកខ្ញុំចូលចិត្តបំផុតនាងបានសម្លាប់ម្ដាយខ្ញុំហើយបានជំនួសតំណែងម្ដាយខ្ញុំយប់មិញអ្នកដែលព្យាយាមសម្លាប់ខ្ញុំប្រហែលជាមនុស្សរបស់នាងឥឡូវតាទួតឈឺធ្ងន់គ្មានអ្នកណាការពារគាត់ប្រសើរជាងខ្ញុំនិងនាងទេឪពុកឯងពេញចិត្តម្ដាយចង់ជាម្ដាយឯងប្រពន្ធចង់ដល់ថាបទៀបម្នាក់ប៉ុណ្ណោះបើមានអ្វីកើតឡើងខ្ញុំនឹងទទួលខុសត្រូវឈីវាងឯងហ៊ានវាយខ្ញុំនឹងដាក់ទោសអ្នកទាំងអស់គ្នាខ្ញុំអត់ឱនឲ្យអ្នកយូរហើយមានអ្នកណានៅទេអូសជនអាក្រក់នេះចេញទៅវាយវាឲ្យស្លាប់ឲ្យលឿនទៅលោកតាយើងត្រឡប់មកពីមន្ទីរពេទ្យវិញហើយតើពួកឯងធ្វើអ្វីតាទូតឈីវាងគាត់ប្រហែលជាគ្មានសង្ឃឹមទៀតទេឈីវាងចាំមើលថាអ្នកណាអាចការពារបងបានតាទួតចិត្តស្លាប់ហើយឈីវាងឈួតហើយគាត់មិនស្ដាប់ខ្ញុំទេនៅផ្ទះចាស់គាត់មិនដឹងកំហុសឡើយគាត់បាននាំស្ត្រីគ្មានគេឈ្មោះម្នាក់មកផ្ទះហើយថែមទាំងបាយខ្ញុំនិងអាសេងទៀតផងសុខភាពលោកតាទ្រុឌទ្រោមហើយពួកឯងមានអារម្មណ៍បង្កបញ្ហាទៀតរុញលោកតាទៅបន្ទប់គេងឲ្យលឿនអាកូនមិនគោរពចាស់ទុំហ៊ានវាយម្ដាយខ្លួនឯងវាយម្ដាយខ្លួនឯងគាត់មិនសមធ្វើជាម្ដាយខ្ញុំទេម្ដាយខ្ញុំត្រូវពួកផិតក្បត់ទាំងពីរអ្នកបង្ខំឲ្យស្លាប់ទៅហើយមិនគោរពចាស់ទុំផងពួកឯងមកនេះវាយបំបាក់ជើងវាទៅឯងហ៊ានប៉ះមនុស្សរបស់ខ្ញុំផង
ហេតុអ្វីអារម្មណ៍ខ្ញុំអនដែតអណ្ដូងបែបនេះអត់ទេស្រីម្នាក់នេះមានជាតិពុលដរាបណាខ្ញុំប៉ះនាងខ្លួនខ្ញុំនឹងក្តៅខ្លាំងណាស់ពេញចិត្តនឹងស្រីស្នំបំផ្លាញប្រពន្ធគាំទ្រស្រីកំណានឲ្យឡើងឋានៈប្រព្រឹត្តអំពើអាក្រក់នឹងបីដំកូនប្រុសខ្លួនគ្រួសារឈីងពិតជាអាក្រក់ទៅហើយមួយចំនួនទៅមួយចំនួន